កំណត់ដាច់ស្រយាលនេះគឺជាសេចក្តីផ្ដើមអំពីភូមិមួយដែលនៅដាច់ស្រយាលតែមានរឿងរ៉ាវជាច្រើនដែលអ្នកក្រុងឬក៏អ្នកផ្សារមិនធ្លាប់បានដឹងមិនធ្លាប់បានស្គាល់ពីជីវភាពប្រជាជនទាំងប្រពៃណីវប្បធម៌អបិយជំនឿការសែនព្រេនសំលៀងមេមត់បុណ្យអ្នកតាព្រាយរក្សាបល្ល័ង្កការបង្កក់កូនពិធីឡើងផ្ទះនិងរឿងរ៉ាវជាច្រើនទៀតដែលបានកើតឡើងនៅក្នុងភូមិនេះហើយភូមិដ៏សែនតូចដាច់ស្រយាលមួយនោះគឺជាភូមិកំណើតរបស់ខ្ញុំជំរាបសួរនិងសួស្តីពុកម៉ែបងប្អូនមកកាន់ Channel និទានភូមិចាស់ចាប់តាំងពីប្រជាជនខ្មែរយើងបានឆ្លងផុតរបបប្រល័យពូជសាសន៍ប៉ុលពតប្រជាជនដែលមានសំណាងបានរស់រានមានជីវិតពួកគេក៏បានចាប់ផ្ដើមជ្រើសរើសតាំងទីលំនៅដើម្បីកសាងជីវិតថ្មីអ្នកខ្លះបានបោះបង់ទីកំណើតកើតជាទៅកាន់ទីក្រុងដើម្បីកជាកូនពូនជាចៅនិងសង្ឃឹមថានឹងមានអនាគតល្អនៅក្នុងជីវិតស៊ីវិល័យជាអ្នកក្រុងចំណែកឯលោកយាយលោកតារបស់ខ្ញុំពួកគាត់បានប្រម៉ែប្រមូលកូនចៅដែលនៅរស់រានមានជីវិតមកកាន់ភូមិកំណើតដូនតារបស់ពួកគាត់ផងដែរលោកយាយលោកតារបស់ខ្ញុំមានកូនទាំងអស់ចំនួន12នាក់ប៉ុន្តែនៅពេលដែលពួកគាត់ចេញពីប៉ុលពតមកពួកគាត់នៅសល់ត្រឹមតែ8នាក់នៅក្នុងបន្ទុកតែប៉ុណ្ណោះហើយម្ដាយរបស់ខ្ញុំគឺជាកូនបន្ទាប់ពៅដែលតាមទម្លាប់ម្ដាយឪពុកគឺត្រូវរស់នៅជាមួយកូនពៅតែដោយសារកូនពៅរបស់លោកយាយលោកតាខ្ញុំគឺជាកូនប្រុសបានជាម្ដាយរបស់ខ្ញុំត្រូវរស់នៅជាមួយនឹងលោកយាយលោកតាជំនួសវិញកាលពីចំណន់ចេញពីប៉ុលពតនោះប្រជាជនខ្មែរយើងអាចធ្វើការកាប់ឆ្ការដីធ្លីលើកភ្លឺស្រែតាមកម្លាំងដើម្បីយកដីធ្លីទាំងអស់នោះមកធ្វើជាកម្មសិទ្ធិបានក៏ដោយសារថារដ្ឋបានអនុញ្ញាតឲ្យប្រជាពលរដ្ឋមានឱកាសទទួលបាននៅកម្មសិទ្ធិអចលនទ្រព្យផ្ទាល់ខ្លួនដើម្បីធ្វើស្រែចម្ការចិញ្ចឹមជីវិតហើយពេលនោះដែរលោកតារបស់ខ្ញុំគឺជាចាស់ទុំម្នាក់នៅក្នុងភូមិដែលមនីម្នាខ្នះខ្នែងប្រឹងប្រែងកាប់ឆ្ការព្រៃលើកដីលើកភ្លឺទប់បៀដើម្បីបានដីស្រែកេអកទាំងក្នុងទឹកនិងលើទួលទុកឲ្យកូនចៅចំនួនក្រោយរៀបរាប់មកប៉ុណ្ណេះបងប្អូនអាចនឹងឆ្ងល់ថាតើភូមិដែលខ្ញុំនឹងរៀបរាប់នៅក្នុងវីដេអូនេះគឺជាភូមិអ្វីស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រខេត្តណាខ្ញុំបាទនឹងរៀបរាប់ប្រាប់បងប្អូនដូចតទៅខ្ញុំបានកើតនៅក្នុងភូមិចាស់មួយដាច់ស្រយាលផុតគេផុតឯងមានទីតាំងនៅលើដីគោកប៉ុន្តែភូមិកំណើតខ្ញុំគឺនៅដាច់ពីគេហាក់បីដូចជានៅកណ្ដាលកោះតែឯងអញ្ចឹងស្ថានដីនៃភូមិនេះគឺនៅក្នុងតំបន់ទំនាបដែលទទួលរងនៅទឹកភ្លៀងសន្ធឹកសន្ធាប់ជារៀងរាល់រដូវវស្សាហើយទឹកចំនួនក៏តែងតែកើតមានជារៀងរាល់ឆ្នាំដែរគ្រាន់តែថាតិចឬក៏ស្រាលគឺវាស្ថិតទៅលើអំណោយផលនៃធម្មជាតិតែប៉ុណ្ណោះដោយសារតែប្រជាជនមានទម្លាប់ជួបគ្រោះទឹកជំនន់ជារៀងរាល់ឆ្នាំដូច្នេះហើយបានជាក្មេងៗនៅក្នុងភូមិធំឡើងល្មមគឺមានជំនាញហែលទឹករកម្ហូបនៅក្នុងទឹកជ្រៅបានអាចខ្វៀលគោដោយឆ្លងព្រែកឆ្លងកេញដោយភាពប៉ិនប្រសប់ចំណែកឯផ្ទះអ្នកភូមិវិញពួកគាត់តែងតែមានទូកសម្រាប់បង្ការគ្រោះទឹកជំនន់ស្ទើរគ្រប់ផ្ទះប៉ុន្តែនៅភូមិខ្ញុំភាគច្រើនគេប្រើទូកត្នោតព្រោះថាវាងាយស្រួលធ្វើងាយស្រួលរកក៏ដោយសារថាដើមត្នោតគឺមានដុះនៅពាសពេញដីស្រែសម្រាប់អ្នកដែលមានជីវភាពទូធាវិញគឺគេទិញទូកក្តារដែលវាមានភាពធំទូលាយហើយស្រាលងាយស្រួលដោលនៅក្នុងទឹកជ្រៅនិងទឹករាក់រាល់រដូវទឹកស្រកអ្នកភូមិក៏ចាប់ផ្ដើមនាំគ្នាយកទូកទៅដាក់នៅក្នុងផ្ទះខ្លះដាក់លើបង្កងបានយ៉ាងល្អហើយខ្លះទៀតយកទៅប្រើសម្រាប់ដាក់ស្មៅនិងចំបើងនៅក្នុងក្រោលគោព្រោះថាវាងាយស្រួលរក្សាភាពស្ងួតបានយូរល្អនៅក្នុងការដាក់ស្មៅឬចំបើងឲ្យគោក្របីស៊ីនៅពេលយប់ដោយពាក្យគេនិយាយថាគ្មានការតស៊ូណាខ្លាំងក្លាដោយការតស៊ូជាមួយនឹងធម្មជាតិឡើយទោះបីអ្នកភូមិខ្ញុំមានទឹកលិចជារៀងរាល់ឆ្នាំក៏ពិតមែនប៉ុន្តែប្រជាជនតស៊ូក្រែងននៀលមិនចោះចាញ់ជាមួយនឹងគ្រោះធម្មជាតិឡើយអ្វីត្បិតថាការធ្វើស្រែដាំស្រូវត្រូវធ្វើឡើងតាមបែបប្រពៃណីយ៉ាងម៉េចក៏ដោយក៏អ្នកភូមិនៅតែមានការហូបចុកគ្រប់គ្រាន់
ពោលគឺមួយឆ្នាំពួកគាត់ធ្វើស្រូវតែមួយដងតែប៉ុណ្ណោះហើយស្រូវដែលអ្នកភូមិខ្ញុំនិយមធ្វើគ្រប់គ្នានៅពេលនោះគឺប្រភេទស្រូវផ្កាស្លាដែលអ្នកស្រុកខ្ញុំនិយមហៅថាស្រូវក្រហមឬក៏ស្រូវធ្ងន់សម័យនោះត្បិតថាអ្នកភូមិរស់នៅក្នុងសម័យបែបប្រពៃណីមិនទំនើបប៉ុន្តែការរស់នៅគឺគ្មានការបារម្ភភ័យខ្លាចចោរកម្មឃាតកម្មគ្រឿងញៀនឬការរំលោភបំពានឡើយមានត្រឹមតែកង់ខ្មែរយ៉ាងកញ្ចាស់មួយគឺអាចជិះបង្ហាញភាពសង្ហាផ្អើលភូមិតែម្ដងហេតុនេះហើយបានជារបរធ្វើជាជាងប៉ះកង់ប៉ះម៉ូតូគឺត្រូវប៉ាន់ខ្លាំងរៀបរាប់មកប៉ុណ្ណេះគឺគ្រាន់តែជាការបើកទំព័រនៃវីដេអូនៅក្នុង Channel ខ្ញុំតែប៉ុណ្ណោះវីដេអូក្រោយៗខ្ញុំនឹងរៀបរាប់លម្អិតអំពីរឿងរ៉ាវនីមួយៗដែលខ្ញុំសង្ឃឹមថាបងប្អូននឹងមានអនុស្សាវរីយ៍ល្អៗជាច្រើនដែលមិនអាចបំភ្លេចបានពីភូមិកំណើតរបស់យើងនិយាយមកឡើងយូរភ្លេចប្រាប់បងប្អូនថាភូមិនោះជាភូមិអ្វីភូមិកំណើតរបស់ខ្ញុំនោះគឺមានទីតាំងជាប់នឹងស្រុកគិរីវង្សខេត្តតាកែវហើយនឹងខេត្តពាមនៃដែនដីកម្ពុជាក្រោមនៃអតីតកាលដែលយួនហៅថាខេត្តហាទៀងនៅពេលបច្ចុប្បន្នភូមិខ្ញុំនេះកម្រនឹងមានអ្នកដតីក្រៅពីអ្នកភូមិចូលដល់ណាស់ព្រោះថាវាគ្មានផ្លូវហើយមហាសែនដាច់ស្រយាលបើធ្វើដំណើរចូលតាមស្រុកគិរីវង្សខេត្តតាកែវមកកាន់ភូមិរបស់ខ្ញុំពួកយើងទៅតែមានផ្លូវគ្រួសក្រហមមួយខ្សែតែប៉ុណ្ណោះនៅក្នុងអំឡុងឆ្នាំ2009-2010នេះទេចំណែកឯផ្លូវតភ្ជាប់ពីស្រុករដ្ឋបាលខ្លួនឯងវិញគឺស្រុកទូកមាសគឺនៅមហាយ៉ាប់ដល់សប្តាហ៍ថ្ងៃនេះនៅឡើយវីដេអូផ្ដើមនៃ Channel នៃទៀនភូមិចាស់គឺមានតែប៉ុណ្ណេះឯងប្រសិនបើបងប្អូនចង់តាមដានភាពបន្តកុំភ្លេចចុច Subscribe YouTube TikTok ហើយនិង Facebook ដែលមានឈ្មោះថានីតិភូមិចាស់សរសេរជាភាសាខ្មែរដើម្បីកុំឲ្យដាច់ភាគសូមអរគុណជួបគ្នានៅវគ្គបន្ត